នេះគឺជាសកម្មភាពធ្វើដំណើរទៅឡើងភ្នំចូលព្រៃបោះតង់រយៈពេលមួយយប់ពីរថ្ងៃនិងសកម្មភាពចម្អិនម្ហូបដាំបាយញ៉ាំនៅទីនោះជាពិសេសគឺការធ្វើដំណើរចូលព្រៃរុករកអណ្ដូងបុរាណមួយកន្លែងនៅលើភ្នំចំការអញ្ចឹងចង់ដឹងថាតើសកម្មភាពទាំងអស់នេះយើងធ្វើបានដោយរបៀបណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាខ្លោចដែរលឿនពេកមកដល់ខាងលើនេះបងប្អូនសិតតែដប់អាស័យបងប្អូនមើលដងទឹកគេផ្លាឆ្វេងហ្មងហើយសម្រាប់បងប្អូនដែលចង់មកលេងភ្នំចំការបងប្អូនមកដល់ផ្សារនេះគេហៅថាផ្សារពាក្យស្នែងបងប្អូនទាំងអស់គ្នាបាទនេះអញ្ចឹងបើសិនជាបងប្អូនមកពីអង្គរធំបងប្អូនមកដល់ផ្សារពាក្យស្នែងនេះមកយើងបត់ស្ដាំបងប្អូនបាទអញ្ចឹងទីទៀតខ្ញុំនឹងបង្ហាញផ្លូវបត់ទៅស្ដាំអញ្ចឹងផ្លូវយើងត្រូវទៅបន្តគឺយើងទៅតាមផ្លូវខាងស្ដាំដៃនេះបងប្អូនបាទនេះមកដល់យើងឃើញផ្សារនៅនេះមួយអញ្ចឹងយើងអាចបត់ទៅតាមផ្លូវនេះបានបងប្អូនបាទចូលតាមផ្លូវនេះហ្មងហើយទីទៀតខ្ញុំធ្វើដំណើរទៅតាមផ្លូវខ្ញុំនឹងថតទិដ្ឋភាពនៅតាមផ្លូវឲ្យបងប្អូនទស្សនាថាតើទិដ្ឋភាពនៅតាមផ្លូវទៅភ្នំចំការហ្នឹងវាស្រស់ស្អាតប៉ុណ្ណាហើយមានបងប្អូនជាពលរដ្ឋយើងរស់នៅច្រើនប៉ុណ្ណាដែរអូខេអញ្ចឹងតោះយើងទៅទាំងអស់គ្នាហើយកាលនេះយើងធ្វើដំណើរដោយរថយន្តបាទយើងសាកល្បងទៅដោយរថយន្តតើផ្លូវនេះយើងអាចចូលទៅបានអត់ហើយទាំងនេះគឺជាទស្សនវិជ្ជាផ្លូវចូលទៅហើយនេះទាំងអស់គ្នាបន្ទាប់ពីយើងធ្វើដំណើរតាមផ្លូវបេតុងប្រហែលជា 4-500 ម៉ែត្រមកយើងចាប់ផ្ដើមដល់ផ្លូវក្រហមហ្នឹងគឺអត់សូវហុយប្រហែលទេអ្នកទាំងអស់គ្នាហើយបើសិនជាភ្លៀងរដូវកាលភ្លៀងអីក៏វាមិនជាប់ដែរដោយសារតែផ្លូវនេះគឺគេធ្វើចាក់គ្រូក្រហមធ្វើស្អាតតែម្ដងហើយបើនិយាយពីផ្លូវទៅកន្លែងយើងបោះតង់ហ្នឹងគឺថាស្អាត direct ទៅរហូតអត់មានជាឧបសគ្គអីទេបើសិនជាបងប្អូនយើងមានចំណាប់អារម្មណ៍ការបោះតង់ឬក៏ទៅលេងនៅភ្នំចំការហ្នឹងគឺល្អការធ្វើដំណើរយើងមិនបាច់បារម្ភទេគឺថាវាល្អតែម្ដងផ្លូវហើយបើនិយាយពីទិដ្ឋភាពនៅតាមផ្លូវនេះវិញគឺសម្បូរចំការច្រើនមែនទែនជាពិសេសចំការស្វាយហើយនិងចំការចន្ទទីតែម្ដងគឺច្រើនខ្លាំងតែម្ដងហើយយើងធ្វើដំណើរកម្មវិធីដល់ភ្នំចំការនេះទាំងអស់គ្នាឥឡូវឃើញថាទិដ្ឋភាពកន្លែងនេះស្អាតមែនទែនចឹងខ្ញុំមកក៏បានចុះថតរូបបងប្អូនទស្សនាបន្តិចហើយនេះគឺជាទីតាំងដែលយើងត្រូវទៅហើយបងប្អូនមានពើងមួយកន្លែងមានពើងមួយយ៉ាងខ្ពស់ជាងគេហ្នឹងកន្លែងហ្នឹងគឺទីតាំងយើងត្រូវទៅហើយបងប្អូនអរគុណបាទហើយយើងបោះតង់នៅគៀនភ្នំហ្នឹងបងប្អូនហើយនៅទីនេះគេដាំគេច្រើនមានដូចជាស្វាយចន្ទីនេះបងប្អូនមើលខាងមើលចំការស្វាយចន្ទីគេបងប្អូនមួយចំការមិនតិចទេបងប្អូន10ហាត់20ហាត់អូយច្រើនណាស់បងប្អូននៅនេះគេកើបលុយហ៎បងប្អូននៅនេះគេកើបលុយហ៎នេះចំការមានតែគេកើបលុយហើយមានកន្លែងចំការខ្លះគេដាំស្វាយបើនិយាយពីចំការស្វាយក៏ធំដូចគ្នាដែរហើយយើងធ្វើដំណើរមកដល់ទីតាំងភូមិលៀបដែលយើងគៀកនឹងជើងភ្នំចំការមែនទែនហើយក៏ប៉ុន្តែខ្ញុំមកដល់ទីតាំងកន្លែងខ្ញុំឃើញមានកន្លែងនេះមួយខ្ញុំស្មានថាវត្តណាបងប្អូនតាមពិតមិនមែនទេគឺជាសាលាឆទានបងប្អូនទាំងអស់គ្នាខ្ញុំពិតជាខ្ញុំយល់ច្រឡំបងប្អូនណាដំបូងខ្ញុំស្មានថាវត្តគេបោះបង់ចោលបងប្អូនដោយសារតែយើងមើលពីមុខមកវាដូចជាវត្តមែនទេតែតាមពិតមិនមែនទេបងប្អូនគឺជាសាលាឆទាននៅក្នុងភូមិរបស់គេហើយខ្ញុំសង្កេតឃើញថាមកដល់ក្នុងភូមិគេនេះផ្ទះគេនៅដាច់ដライពីគ្នាមួយយាលហើយបើចំការវិញច្រើនតែម្ដងបងប្អូនចំការមានចន្ទទីមានស្វាយមានអីច្រើនណាស់ដីចំការច្រើនបងប្អូនដីធំទៀតមិនមែនតូចដូចនៅខាងយើងណានៃនោះទេនឹងបងប្អូនឥឡូវយើងមកមើលក្នុងតិចចាំយើងបន្តដំណើរទៅទៀតដោយសារយើងនៅពេលវេលាច្រើនដែរបងប្អូនឥឡូវនេះម៉ោង2ជាងនេះសាលាឆទានគេបងប្អូនអូលោកតាលោកយាយកូនចៅសុំសុខសប្បាយ
Tầm phường nào tơ mỏi rất bài đi fly kì fly hành chay nữa này vậy em cái hộp bán ấy fly cái này ហើយនេះគឺជាទស្សនវិជ្ជានៅតាមផ្លូវដែលយើងធ្វើដំណើរបដាយើងគយគន់ទេសភាពព្រៃព្រឹក្សានេតាវត្តតាមផ្លូវបដាឃើញថាវាស្រស់ស្អាតខ្លាំងមែនទែនជាពិសេសគឺធម្មជាតិខៀវខ្ចីតែម្ដង បងប្អូនឃើញទេសភាពស្អាតអញ្ចឹងណាមានភ្នំមានស្រែអញ្ចឹងណាកុំច្រឡំថានៅភ្នំក្រោមណាគឺនៅភ្នំចំការអ្នកទាំងអស់គ្នាស្អាតណាស់ទេសភាពបែបស្រុកស្រែបែបអ្នកចំការព្រៃភ្នំតែម្ដងបងប្អូនស្អាតខ្លាំងតែម្ដងហើយសំខាន់អត់មានគេថាមានផ្សែងពុលទេនៅនេះហ៎ ហើយសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ទីតាំងកន្លែងយើងត្រូវបោះតង់ហើយគឺភ្នំគេស្អីគឺរមណីយដ្ឋានភ្នំចំការសួនផ្កាចាហួយអញ្ចឹងកន្លែងនេះប្រហែលជាពីមុនសម្បូរដើមចាហួយច្រើនបងប្អូនបាទដែលជាបន្លែធម្មជាតិបន្លែស្រុកព្រៃបងប្អូនបាទគឺរមណីយដ្ឋានចំការសួនផ្កាចាហួយអញ្ចឹងសម្រាប់ទីតាំងគឺអត់ពិបាករកទេបងប្អូនយើងជិះមកត្រង់រហូត ពីរួមបងប្អូនកុំបត់ឆ្វេងបត់ស្ដាំផ្លូវមកស្រួលទេបងប្អូនបាទអត់ពិបាករកទេអញ្ចឹងយើងមកដល់យើងមើលឆ្វេងដៃមកឃើញហើយនេះបងប្អូនពីរួមយើងដល់ភ្នំមុនគេបងប្អូនបាទភ្នំទី1គឺភ្នំនឹងតែម្ដងហើយបើយើងមើលពីផ្លូវនោះមកដូចវីដេអូខ្ញុំបង្ហាញបងប្អូនមុនគឺយើងមើលមកឃើញកំពូលភ្នំតែម្ដងអញ្ចឹងយើងជិះមកតាមផ្លូវរហូតមកអត់ពិបាកទេផ្លូវស្រួលតែម្ដងអញ្ចឹងទីទៀតយើងនឹងធ្វើដំណើរចូលទៅខាងក្នុងដោយសារតែឥឡូវនេះគឺម៉ោង 3 អញ្ចឹងយើងអត់ទាន់បានយកអីវ៉ាន់ឡើងទេឲ្យក្មេងៗឲ្យបងប្អូនអីគាត់ឡើងទៅលេងថតរូបសិនទើបយើងយកអីវ៉ាន់ឡើងទៅលើកន្លែងរៀនរបស់គេហ្នឹងសម្រាប់យើងបោះតង់បាទអញ្ចឹងចាំទៅជួបគ្នានៅលើភ្នំបងប្អូនឃើញថាមានការរៀបចំស្អាតមែនទែនពីបងម្ចាស់ចំការចាហួយនេះហើយកន្លែងនេះបងប្អូនអាចមកបោះតង់លេងបានអត់មានគិតថវិកាគិតលុយអីទេអស់តែថ្លៃយើងផ្ញើម៉ូតូផ្ញើឡានទេបងប្អូនបាទហើយតម្លៃថោកតិចតួចទេបងប្អូនគាត់អត់យកច្រើនទេហើយនេះខាងក្រោយខ្នងយើងនេះគឺភ្នំបាទភ្នំខាងលើនោះមានរៀនសម្រាប់យើងបោះតង់បាទមើលភ្នំស្អាតណាស់បងប្អូនទេសភាពរដូវកាលបៃតងនេះស្អាតខ្លាំងមែនទេបងប្អូនឃើញទេអ្នកដែលចង់បោះតង់លេងកំសាន្តអីអាចមកទីនេះបានយើងធ្លាប់តែបោះតង់នៅតាមទឹកជ្រោះទឹកធ្លាក់ទឹកអូទឹកបន្លាយវាស៊ាំមកហើយឥឡូវយើងមកសាកល្បងបោះតង់នៅលើភ្នំម្ដងបងប្អូនបោះតង់ជាមួយនឹងធម្មជាតិជាមួយនឹងធម្មជាតិខៀវខ្ចីស្អាតណាស់នៅនេះបងប្អូននេះបងប្អូនមើលជាក់ស្ដែងទៅស្អាតខ្លាំងណាស់everyone ហ្មងឥឡូវមកមើលសម្ភារៈដែលយើងត្រូវបោះតង់យប់នេះតាមពិតទៅនេះគឺជាលើកទី1របស់ខ្ញុំហើយដែលបានបោះតង់លេងនៅចំការភ្នំចំការនេះបាទហើយជាលើកទី1ដែលខ្ញុំជាបទពិសោធន៍លើកទី1ដែលខ្ញុំបានបោះតង់អញ្ចឹងយើងអត់ដឹងថាត្រូវត្រៀមអីខ្លះទេបងប្អូនអញ្ចឹងសម្ភារៈយើងមានដូចជាអានេះតុពិកនិកបងប្អូនហើយអានេះតង់សម្រាប់តង់នេះវិញយើងកំងចូល2 ខែអ្នកទាំងអស់គ្នាកំងមកពីប្រទេសចិនយើងត្រៀមដោយសារខ្ញុំចង់បោះតង់បោះអីក៏កំងមកទុកហើយមាននិយាយរួមម្ហូបអាហារតិចតួចបងប្អូននេះថតនេះទេមានកាហ្វេមានអីយ៉ាអានេះកែវរបស់យើងមានឆ្នាំងមួយដឹងមិនមកដឹងរស់អត់ទេនេះកំងឆ្នាំងមកតែមួយ
មានមីកំប៉ុងអានេះមិនមែនមីបោះចោលទេណាមីដូចជាមីឥណ្ឌូអ្នកនរគ្នា089មីចោលខ្ញុំអត់ស៊ីបងប្អូនខ្ញុំបោះចោលបាទគ្រឿងរបស់យើងនេះតិចតួចហ្នឹងអត់អីទេចាំមើលយើងឡើងដល់លើហ្នឹងទៀតវិចបង្វិចទៅហើយបងប្អូនជួយណែនាំផងเอาហើយនេះមួយជើងនៅមួយជើងទៀតសម្ភារៈរបស់យើងនេះខ្ញុំមកតាមកអត់មានពីអ្នកពុំម៉ាក់អញទេមកជិះម៉ូតូទៅវិញជិះចាននេះភ្នំអូភ្នំខ្ពស់ហ្នឹងបងប្អូនអើយមើលឡើងរួចអត់នេះបងប្អូនគឺផ្លូវឡើងរបស់គេធ្វើកន្លែងផ្លូវឡើងស្អាតអូយក្តៅហើយដោយសារអាត្មានេះទើបនឹងម៉ោង3បងប្អូនម៉ោង3ចឹងថ្ងៃវានៅក្តៅនៅឡើយបងប្អូនបាទថ្ងៃនៅក្តៅមានក្មេងៗមានបងប្អូនយើងមកលេងមកថតរូបលេងច្រើនតើបងប្អូនបាទអ្នកដែលចង់មកថតរូបលេងអីអាចមកបានយើងមិនបាច់បោះតង់អីយើងមកវិលល្ងាចបានបងប្អូនអានេះគឺជាបទពិសោធន៍ថ្មីមួយដែលយើងត្រូវឡើងភ្នំបើស្អីយើងធ្លាប់ឡើងភ្នំបែបងាយបែបស្រួលអូយទាំងហត់បែបងាយបែបស្រួលយើងគិតថាហ្នឹងវាធម្មតាបងប្អូនក៏តែយើងឡើងរបៀបថារៀងពិបាកបន្តិចតួចប៉ុណ្នេះខ្ញុំគិតថាអត់អីទេឡើងបានហើយទីតាំងអត់នៅឆ្ងាយពីខេត្តសៀមរាបទេបងប្អូនចម្ងាយត្រឹមតែ38គីឡូម៉ែត្រទេពីភ្នំនេះទៅដល់អង្គរវត្តបងប្អូនគឺថាទីតាំងវាជិតមែនទែនមិនឆ្ងាយប្រហែលទេប៉ុណ្ណឹងបើយើងគិតប្រៀបធៀបទៅដល់ភ្នំកលែនពីខេត្តសៀមរាបទៅដល់ភ្នំកលែនវាចូល68គីឡូម៉ែត្របងប្អូនអញ្ចឹងវាឆ្ងាយជាងភ្នំនេះគាត់ថាផ្លូវវាទិដ្ឋភាពផ្លូវវាខុសគ្នាទៅតាមភ្នំកលែនហ្នឹងវាផ្លូវវាស្រួលផ្លូវកស៊ូចំណែកយើងមកផ្លូវនេះមកភ្នំនេះគឺផ្លូវគ្រួក្រហមបងប្អូនគឺ10គីឡូម៉ែត្រ10គីឡូជាងបងប្អូនបាទផ្លូវគ្រួក្រហមណាប៉ុន្តែអត់មានផ្លូវបាក់ទេផ្លូវស្រួលមក direct មកហ្មងដល់ពាក្យកណ្ដាលផ្លូវសារៈសិនវាបានអត់ច្រើនទេតែវាក្តៅបងប្អូនក្តៅម៉ោង3ឡើងថាជាបាន150ម៉ែត្រហើយបងប្អូននេះមើលទេសភាពនេះបងប្អូនមើលទេសភាពពីលើនេះសិនវាបែកញើសក្តៅតិចប៉ុន្តែដល់ពេលមកដល់លើនេះមានអារម្មណ៍ស្រស់ស្រាយហ្មងទុកកង្វល់ក៏វាបាត់ទៅវិញអស់តាមហ្នឹងហើយនេះមកជួបបងគាត់ម្ចាស់កន្លែងហ្នឹងគាត់កំពុងរៀបចំកន្លែងឲ្យយើងថតរូបពេលព្រឹកពេលថ្ងៃរះអញ្ចឹងពីថ្ងៃនេះទៅបងប្អូនមកលេងមកថតរូបមកស្អាតហើយពេលព្រឹកជាពិសេសបងប្អូនដែលមកបោះតង់អាចថតរូបលេងបានហើយពេលព្រឹកស្អាតមែនទែនគាត់រៀបចំមកអេហ្មងហើយនោះក្មេងៗបងប្អូននៅលើមកលេងមកថតរូបលេងតិចទៀតស្រួលហើយបងប្អូនឡើងម៉ោង4អីអត់អីទេតែមានណាថតទងជាតិថតទងជាតិមើលថតស្អាតមួយមើលអូខេនឹងមកធីមនឹងមែនចា
បងប្អូនអានេះជើងទី2ជើងទី2យ៉ាแล้วก็มาจูขนังเนี่ยទាំងអស់គ្នាอันนี้มาจูขนังอันนี้បើយើងបានទីបានទីមកក្បាលអីមកហើយយើងយកមកស្លមកជូរខ្នឹងជាតិហ្មងនេះអត់ខ្វះទេនៅតាមប៉ារីបងប្អូនបើមកបោះតង់អីឃើញវីដេអូនេះហើយបងប្អូនចង់មកបោះតង់ស្លមកជូរខ្នឹងត្រៀមតែសាច់មកខ្នឹងវល់ខ្នឹងអត់ខ្វះទេច្រើនណាស់បងប្អូនមើលអាកាសធាតុពេលល្ងាចអានេះយើងមើលពីលើភ្នំចំការទៅឃើញថាមានការចុះអាប់បដាបន្តិចមើលទៅស្អាតមែនទេហើយទីតាំងដែលយើងឈរនេះវាអត់ទាន់ដល់លើកំពូលភ្នំបាទអត់ទាន់ដល់លើកំពូលភ្នំទេទើបនឹងពាក់កណ្ដាលភ្នំទេហើយមើលទៅទេសភាពស្អាតប៉ុណ្នេះហើយទ្រាំដល់ខាងលើទៀតដឹងថាវាស្អាតប៉ុណ្ណាទៅហើយស្អាតណាស់នេះបងប្អូនសកម្មភាពយើងឡើងទៅលើភ្នំដើម្បីទៅរកកន្លែងមួយដែលគេហៅថាដងទឹកនេះទាំងអស់គ្នានៅលើភ្នំនេះក៏មានដងទឹកដែរសំខាន់យើងចេះរកបាទគឺនៅលើភ្នំហ្នឹងឯងចាំមើលខ្ញុំឡើងទៅលើដើម្បីទៅរកដងទឹកហ្នឹងអូយចាំតិចចាំឡើងទៅផ្សារទៀត
แต่มันนองกอมากระรองอันนี้บุกกระตุยฮะนี่มีบะเยอะมีกระป๋องทำกาแฟโอ้มีปลาไหลเด็ดเยอะที่นี่อ๋อเครื่องตุกละมอนไอ้มอนเยอะมอนนี่เราเห็นตะกอนอะไรนี่มันไกลบะเยอะแค่ตึกน่ะสปอร์ตนั่งทำไมกันนี่กันนี่สปอร์ตนั่งทำไมได้สปอร์ตตังมาเยอะตังทำไมในกาแฟนี่good day nó bỏ vào đây kì cùng vay cao buồn phải dần thối từ đằng này đấy thì bạn bao nhiêu và đi rồi và đấy bao tông pi ngay các bạn này mình co dưới là mà rong mình co xí dốc mi pi cao thiệt pi chan thiệt thì dễ đôi này tất bao nhiêu pi đọt bảy đọt ui giờ bị sạt với dùng pin spray này ngọc này nè sbo à sạt ấy út nâng sạt ấy cái chưa nhá chẳng sao mòn bao giờ nó bài nó bài chụp bao nhiêu mày lọt đó này hayนี่คือจะตะเพียบไปยกบองโปนออกนี้ไปเลยพนมบองโปนออกนี้เรายังมาเมื่อมอนยังอ่างเยอะไปจิตมาเมาอันนั้นโอ้ยนี่บองโปนตโนงเงี้อ่างมอนนะมอนอ่างนี่ไอ้ยาอันนี้มอนสไลด์อย่างติงมาบีตามภูมาตามเพลวเนี่ยตั้งเอาเนี่ยนี่มาให้เพื่อนช่วยยาอันนี้ยังอังนะเลยพนมตัวแต่มาดองนี่ตัวหนูดาวลากองโปนนี่นี่ต่อยังไปจัดการตั้งเอาเนี่ยกองโปนี่ไงนี่ระเบียบทายยังระเบียบปรายซอสสบายแต่จานเอาขึ้นเลยมือเนี่ยจานbảo dưỡng cứ sạc chờ này chẳng dương miền y tế miền bần nắng hay lại vô về bài mới tiên ơi đó là anh ấy bàn thà play shot tại mà đòn ôi mình tên một bốn anh dễ lấy nhỉ ngồi bây giờ anh ấy bây giờ ăn nhâm là tiếc được chưa mẹ làm thà việc thòng mà đà tại bây giờ màu play chứ bất chưa mình thòng mà đà sạch cứ thà ngồi mình tên này mờ mòn màu dướng á dạ cái đầu mấy miền ảnh miền màu mà xe món mà bồ này miền đằng trường mòn miền đằng co mòn rồi có 3 món đại rồi để xa trôi chật
នេះចេះថាបងប្អូននេះបានយើងហៅថាបែបព្រៃសុទ្ធតែម្ដងស្លាបព្រាក៏មានដែរក្បាច់នេះក្បាច់ប្រើដៃសុទ្ធហើយតែពិតផ្លេចយកស្លាបព្រាទៅយកវែកទៅយកចានមកធ្វើឯកណារបៀបព្រៃនេះទឹកជ្រលក់យើងធ្វើមកពីផ្ទះឥឡូវខ្ញុំសាកមួយសិននេះខ្ញុំចូលចិត្តជាងគេកោះមន់នេះដាក់មួយសិនមើលឈ្ងុយទេបងប្អូនឈ្ងុយមែនទេហ្មងអត់និយាយលេងទេយើងănយ៉ាងយូរដែរបងប្អូនហើយឆ្អិនហើយនេះប្រើមន់យកមន់លំផុយគេហងហមកណ្ដូងណាបងប្អូនណាណាôi này màu nghe này nữa. Điện một từng ngày thật hãy này thì mấy dương ra chơi drone đồn tay cho mơ sai tê rất dương năng drone về mà xa tiếp làm tới tới bây giờ đa ta một tiếp hay về chua bay của hà vì dục đáy bông bồn là mỗi giờ toàn cột lên cho bà chân dương có bỏ còi với những bông bồn chẳng sai nhé nhưng xăm già bông bồn đừng phơi video drone đồn tự mình khơi chẳng bông bồn để trong xạ bọt tông ấy nhưng này nôm màu cái này đi đi xa tay nhưng cứ tha với sự vật tập hiệp bà phù miền kia mưa ca khó trơ nơi cái này này rõ hay là mỗi vì ở đó thay sẽ vài thì ở đây thay nhà làm mà tô tích tuổi bà ở trái nó là bốn
សម្រាប់ម៉ូតូមួយគ្រឿងក៏យកតែ2000ហើយឡានក៏យកតែ5000នេះអញ្ចឹងវាអស់តិចតួចមែនទែនបើសិនជាបងប្អូនដែលចង់សាកល្បងការបោះតង់អាចមកទីនេះដូចបងប្អូនឃើញស្រាប់ហើយទីតាំងកន្លែងបោះតង់គាត់មានរៀនសម្រាប់យើងបោះតង់បាទហើយក៏វាមិនឆ្ងាយពីកន្លែងជើងភ្នំឡើងមកលើនេះដែរគឺវាចិត្តទេបងប្អូនដើរប្រហែលជាយ៉ាងយូរកន្លះម៉ោងតែបើសិនជាបងប្អូនចង់ឡើងទៅខាងលើទៀតនៅកំពូលភ្នំមកបងប្អូននឹងគាត់ថា view កាន់តែស្រស់ស្អាតទៀតហើយនៅនឹងក៏មានអ្នកបោះតង់ដែរដោយសារតែថ្ងៃនេះខ្ញុំមកពីថាយើងថ្មីថ្មោងពេកអញ្ចឹងខ្ញុំអធិស្ឋានបងប្អូនខ្ញុំអត់បានឡើងទៅដល់លើទេប៉ុន្តែអាទិត្យក្រោយទៀតបើសិនជាខ្ញុំមកម្សិលទៀតខ្ញុំសន្យាបងប្អូនថាខ្ញុំនឹងឡើងទៅលើបាទហ្នឹងហើយមិនដឹងថាទៅបោះតង់ឬឡើងទៅមើលទេប៉ុន្តែយើងនឹងឡើងទៅបាទហើយពីខ្ញុំទៅអត់អីទេបងប្អូនដែលចង់មកបោះតង់ខ្ញុំនៅតែ recommend ឲ្យមកបោះតង់កន្លែងនេះអត់អីទេម្នាក់ឯង2នាក់ក៏បានបាទបើយើងបារម្ភបើយើងខ្លាចអីយើងអាចមក2នាក់មកបាទមិត្តភ័ក្តិឬក៏បងប្អូនអីចឹងបាទមកបានទីនេះហើយផ្លូវដូចខ្ញុំប្រាប់បងប្អូនពីក្បាលវីដេអូអញ្ចឹងគឺផ្លូវស្រួលផ្លូវមកអត់ពិបាកទេបើសិនជាភ្លៀងក៏ខ្ញុំគិតថាដូចជាអត់ពិបាកព្រោះអីផ្លូវចាក់គ្រូក្រហមមករហូតយើងអត់បារម្ភខ្លាចថាជាប់ឬក៏ល្អិលអីទេល្អបងប្អូនណាបាទហ្នឹងហើយអត់មានអីច្រើនទេបងប្អូនអូខេអញ្ចឹងរាត្រីសួស្តីគូតណាយបងប្អូនអរគ្នាចាំជួបគ្នាព្រឹកនេះបាទយើងនឹងមើលថ្ងៃរះខ្ញុំក៏ចង់ដឹងដែរថាតើនៅលើភ្នំនេះយើងមើលថ្ងៃរះទៅស្អាតកម្រិតណាអញ្ចឹងបងប្អូនសិនចង់ដឹងថាថ្ងៃរះនៅលើភ្នំនេះយើងមានការទស្សនាទៅឃើញ view ស្អាតប៉ុណ្ណាចាំតាមដានទស្សនាវីដេអូរបស់ខ្ញុំទៀតខ្ញុំនឹងថតយកទស្សនវិជ្ជាពីលើភ្នំនេះនៅពេលដែលថ្ងៃរះអូខេបាយ good night នេះមើលថ្ងៃរះអ្នកទាំងអស់គ្នាអូថ្ងៃរះសាហាវតិចបញ្ញាប់ទៅលិចវិញហ្មងcái chở nó nè chở nó với
này bóng bồn ở này việcนี้nhom vừa tam sân giá bóng bồn nhom nâng từ cái lại đồn tức bà đồn tức là lơ nôm á bóng bồn bà nhom vừa tam sân giá hay nếu nhom phun đẹp vừa đầm nào tới ấy mà sao mấy dương đo cái lại như đáy dân từ vinh thì sao là hiền là nghề gì thì dọc đài ở bóng bồn dân có phải chờ tập lập từ vinh này ô để thiệp plei phnom sàn na bóng bồn ơi đã khăng mà nè bóng bồn lơ đã cái đồng phải nhầm cất hà lơ nâng ai nè thân đồn tật nữa này đợi bóng bồn khơi nha thật việc lờ trổ lại lại đi tiền tiếp bộ mạ nhom nơi còi này một đo khang lơ đấy bóng bồn sẽ tự động ở xây sẽ tại prey ở xây bóng bồn này chẳng bàn thao giờ dương mau về giúp của bạn đấy nhưng mà bạn mở phở đây bóng bồn khơi như này đây bóng bồn khơi chuyện sẽ đây chẳng đây cái dương nó lơ phun máy bóng bồn rồi đã so thật lang tân na tân đây cái đã nhà pruin thì bóng bồn nào nè nhom đàn lớn ấy nhom khơi lại này muối nhom sman là mò bờ sát buran tại bóng bồn nè tại làm vẫn về chia mò không bị chia thì bóng bồn này không vô cho lắm á nè bóng bồn ơi cài tới bóng bồn nhom phình anh ấy khơi nhật đào prey cái đôi chia cho bài giật tức ấy nè bờ tây kếแต่นี่ยังวัดเฮียนยังวัดดังอัดสกอลละจังหวัดเฮียนปากปอลเลยแต่ในเรือไปในเรือพนมเยอะนี่เมียนประเภทตัวกระเชียนหนึ่งได้มาบอกบ่าเนี่ยสะอาดเป็นเต็นให้นี่ดาวมาเวียนบ่าดาวมาเวียเดียงดาวมันแดงนี่บองปอนตัวเพียรในเรือไปพนมคือแบบยังไงใส่ลายเลยกับปูแล้วไม่อะไรเลย
น้ำปุ่นดาให้เวียนกอยเนี่ยนี่บองปอนตีบอมพอดยมมาดอจำกาบอกเกยไอ้บองปอนมานี่จำกาตะลงน่ะเลิกพนมแต่มาดองรุกดบรุกเปรย์มาง่ายได้เนี่ยตั้งเอาคันนี้แต่เปิดน่ะเลิกพนมนี่สะได้จำกาตะลงบอกเกยสองนี่โอ้เวียทมให้กันนักศึกษาพนมบองปอนพนมตั้งเอาไอ้นี่เสือพนมได้พนมไปนึ่งมองไอ้นี่เพลย์ยังใจมาวไหมเมื่อจังดังทาเพลย์มาบอกกันบ่ไอ้เอาไว้ได้ยังตระเฟือบรรท้อยังตระโรเอาไว้ได้ยังตระเฟือบรรท้อยังตระโรบองปอนได้กดจำกานั่นเลยพนมนี้บ่ดำใบอ้อยปกวดนั่งจูนยังเตอร์กระไรโด่งตึกบ่แล้วยังปงมือสันทาตาปกอดสนะนาตีนามาดอเคยมีเตี้ยมานั่งบางบอนเคยได้จำกาตะโลนึงไปเชื่อดังนึงข้างในเนี่ยตาเราเมื่อหนูพายเพลิมไปกันไรหนูเราล้างเตอร์กันหนูไปยมเล่นข้างหนูต่ออันนี้มั้ยđó lơ phun ôm ai sửa la ha bằng bôn lên đi đó lơ này mà đang tha lơ phun ôm về sơ tờ về đó bằng bôn về đam tờ lông sật mong sơ đây chấm ca tờ lông ô thể việc xã nào bằng bồn ơi lừa phun ôm này thể việc xã nào ôi score lại phần này em à này bằng bồn mơ cái camera nhằm chạp hàng một này á anh ấy ở cái pool phun ôm mỏng nè bây giờ chỉ riêng làng ta lơ tịch tiết thửตอนเลยกับปูพนมนั่งเมียนทมอที่กราไปเลยนั่งเตียงทมมองมาบนไปตามสู่บองประกอดมาจ้ามาจ้าจำการอะไรนี่ก็ท่าวิลโจดอกผักตาบางบนวิลทมอสดจังอะแต่เยอะต้นลางเตอร์ตีไปซาแต่เยอะบอตังในขังกราวจังไปสันจีกราวเตี้ยเยอะม้าพายอาลางเตอร์ขังเลยนู่ใบบอต้องให้หนึ่งถอดตัดเพียบไปเลยหนึ่งไอ้บางปอนตัวสนาเตียนโอ้บางปอนเมื่อนี่สตาร์เปรย์พนมสดมองอะสาดอ่ะตาเลยก็มาเอาอยู่ตาเชียงดาโรเนี่ยสกเนี่ยภูมินั่นนึงอ่ะให้บางปอนตอนนี้เลยยังเปิดดำนาในขนมจำกาตะลงเหมือนเนี้ยไปยังมาดาวจำกาตะลงบางปอนโรเตียนเนี่ยภูมิมันเคยดิตัวยังดากัดมันติดเมาส์เตี๋ยปกวดในจมระนมบันติบางปอนเนี่ยเรายังบานชัวไว้บางปอนนี่เนี่ยเตี๋ยเนี่ยภูไว้บางปอนแบบดังท่าปกวดnóเตี๋ยเตี๋ยใส่แต่ปกวดtừจำกาเอาบางปอนนั่งไงไอ้ที่เย็ดยังตัวซัวโปมเบียนมวยกวดหาตาโดนตึกน้ำมาดมนาต่อจะมาคุณยำเอาบางปอนเลยนี่ฮะเลยตระเลยกุยนกีฬาเตยกาตะลงข้างเลยมันยังมองบนไหมสำหรับคือชูได้ดำตะลงดอกตะลงไอ้เนื้อมองบนมือบนสมัยมือมาตะลางยังไม่เตยบะเป็นเต้นะบน
មានបងប្អូនឡើយយើងមកដល់ផ្ទះគាត់ហើយបងអើយចាស់ផ្ទះ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 អូម្ចាស់ផ្ទះអត់នៅទេអ្នកទាំងអស់គ្នាស្ងាត់ជ្រាបមើលចាស់ផ្ទះអូម្ចាស់ផ្ទះអត់នៅហ្នឹងឃើញតែកន្លែងចាំចំការតែឃើញម្ចាស់នេះឃើញតែផ្ទះនៅតែឃើញមនុស្សចាស់ផ្ទះបងអើយមើលផ្ទះខាងនោះមាននៅអត់បងចាស់ផ្ទះអើយអូចាប់បាត់ហើយសាប៉ៃបាត់ហើយចាប់ហើយអ្នកទាំងអស់គ្នាមកដល់ឃើញខ្ទមចាំចំការហើយអត់មានឃើញម្ចាស់នៅគិតមិនទៅបងប្អូនធ្វើមិនទៅនៅចំការលើមិញក៏អត់ឃើញដែរមើលគៀនគីឡូឃើញគាត់នៅគៀននេះអីដើរទៅរកគាត់ហ្មងអត់មានឃើញទេបងប្អូនអើយធ្វើមិនទៅរកឃើញដងទឹកឃើញតែខ្ទមចាំចំការបាត់មនុស្សអស់លេងអូចាបាត់ហើយលេងគ្នាបងប្អូនផ្កាអីគេបងប្អូនស្អាតមែនទេអត់ដឹងផ្កាអីទេបងប្អូនណាខ្លះស្គាល់នេះស្គាល់ជួយប្រាប់ផងបងប្អូននេះអានេះហៅផ្កាអីគេស្អាតមែនទេអានេះមិនមែនចូលផ្កាទេចូលលក្ខណៈផ្លែបងប្អូននេះមិនមែនផ្កាទេនេះមើលផ្លែវាបេះមួយផ្លែវាដូចជាស្តៀងផ្លែអីគេផ្លែកេះអីផ្លែអីមួយទៀតផ្លែកេះហ្នឹងឯងយោចេញទឹកពុលហ្នឹងផ្កាហ្នឹងឯងដែលនេះមុននឹងផ្លែវាមានទឹកក្នុងច្រើនគេយកមកយកទឹកអញ្ចឹងអូអានេះសង្ស័យអាផ្កាយើងឃើញនៅលើភ្នំមុនហ្នឹងមិញបងប្អូននេះឥឡូវវាចេញជាផ្លែមកបែបនេះស្អាតមែនទេបងប្អូននៅលើភ្នំស្អាតតែដឹងអាផ្កាអីផ្លែអីទេបងប្អូនអ្នកណាស្គាល់ជួយខមមិនប្រាប់ផងអូយចាផ្ទះរត់ចោលផ្ទះអស់ហើយនឹងទៅរកគាត់ណាទៅបងប្អូនអរគ្នាខ្ញុំសំណាងមែនទែនទោះបីជាយើងអាចបានជួបបងប្អូនអ្នកចាំចំការនៅលើភ្នំនេះក៏ប៉ុន្តែយើងដើរឃើញផ្លូវមួយអញ្ចឹងយើងដើរមកគៀនភ្នំវិញដល់ឥឡូវយើងចាប់ផ្ដើមឃើញដងទឹកហើយអ្នកទាំងអស់គ្នាខ្ញុំសប្បាយចិត្តមែនទែនបងប្អូននេះឥឡូវបងប្អូនមើលមួយខ្ញុំទាំងអស់គ្នាមកនេះដងទឹកគេនេះបងប្អូនមើលដងទឹកគេខ្លាឆ្វេងហ្មងអូទំនោរមែនទែនបងប្អូនហើយចង់ប្រាប់បងប្អូនចេះបើបងប្អូនមករកអត់ឃើញអ្នកចាំចំការអញ្ចឹងអត់ពិបាកទេបងប្អូនដើរដល់ផ្ទះអ្នកភូមិអ្នកចំការគេមកទៅមកបងប្អូនបត់មកស្ដាំតាមផ្លូវនឹងមករហូតមកផ្លូវនឹងឆ្លាស់ជើងរៀងដើរមកវិញមកឃើញហ្មងហើយដងទៅបងប្អូនមើលដូចជាស្ដែងហ្នឹងបងប្អូននេះទឹកថ្លាមែនទេបងប្អូនអូគឺទៅអស្ចារ្យបងប្អូនតំបន់ភ្នំមួយស្ទើរតែមានដងទឹកចេញមកអេមែនទេតែវានៅយ៉ាងឆ្ងាយពីកន្លែងយើងបោះតង់បន្តិចបងប្អូនបាទហើយទឹកនេះចេញរហូតបងប្អូនបាទមិនដឹងថាចេញពីណាមកទេមកយើងពិនិត្យមើលតិចមើលបងប្អូនអូកន្លែងនេះសម្រាប់ដងសម្រាប់ស្តុបហើយហូរមកពីលើទៀតបងប្អូនបាទវាជ្រាបមកពីលើទឹកដងនេះជ្រាបមកពីលើភ្នំមកនេះជ
chị đấy mà bốn bà giờ mới chị đấy máu chứ là nếu giờ dương tam rô và phốpទឹកđể về tranh máu mày đã mà bốn trong đừng thà vì hô mò vì nà ô ông bốn mẹ ram tha dương mà đo cái này ní hết chị mỏng cái mẹ ram tha chịទឹកចេញពីដូងហើយយកអត់ទៅបានប៉ះទឹកអីទេប៉ុន្តែមានអារម្មណ៍ត្រជាក់ខ្លាំងព្រោះអារម្មណ៍ពេលយើងដើរមកហត់អីចឹងវាស្រួលខ្លួនដែរមកដល់នេះនេះដងទឹកឥឡូវបានជួបហើយបងប្អូននេះទីតាំងកន្លែងយើងបោះតង់ហើយនេះកន្លែងនេះកន្លែងគេថតរូបលេងទៅមកពីដារ៉ូនដងនេះទាំងអស់គ្នាជួបហើយជួបម្ដងហើយឥឡូវយើងត្រឡប់ទៅវិញទៅរៀបចំអីវ៉ាន់នៅពីលើទៅរៀបចំអីវ៉ាន់នៅលើសិនរៀបចំអីវ៉ាន់ហើយយើងចុះវិញយើងទៅផ្ទះវិញហើយនេះតែទេសភាពនៅទីនេះយើងមិនអាចបំភ្លេចបានទេអ្នកទាំងអស់គ្នាវាស្រស់ស្អាតមែនទែនពេលត្បិតតែយើងដើរយ៉ាងហត់តិចស្អាតតែយើងដើរយ៉ាងឆ្ងាយហើយដើរហាលថ្ងៃអញ្ចឹងវាហត់វាក្តៅប៉ុន្តែវាជាបទពិសោធន៍ថ្មីមួយដែរសម្រាប់ពួកយើងអ្នកបោះតង់អរគុណទីទៀតយើងទៅរើវ៉ាន់នៅលើហ្នឹងដើម្បីត្រឡប់ទៅផ្ទះវិញ